រឿងក្អែកមួយទៅជាក្អែកដុតដំណើររាកកាលពីព្រេងនាយមានបុរសពីរនាក់ម្នាក់ឈ្មោះអាខិលម្នាក់ឈ្មោះអាខូចនៅស្រុកផ្សេងពីគ្នាគំនិតដោយខ្លួនអាខូចជុំអាចដាក់មួយពាងហើយយកអាចលាក់បិទផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខិលធ្វើកំបិតមួយផ្លែប៉ុនចង្កឹកអកកំបោរដងប៉ុនកដៃស្រោមធំវែងមួយលូកអាខិលស្ពាយកំបិតនោះដើរលក់អាខូចក៏ប៉ុនពាងអាចនោះដើរទៅលក់ដែរអាខិលទៅពីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពាយនាយថាអ្នកអើយទិញផ្អករបស់ខ្ញុំទៅពិសាផ្អកចាយយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់អាខិលឆ្លើយថាទាល់តែលក់ដាវមិនដាច់គ្មិនលុយទិញបើខ្ញុំដូរជាដាវនេះព្រមដូរទេអាខូចឃើញដាវនេះវែងក៏ឆ្លើយថាដូរក៏ដូរអាខើប្រគល់ដាវឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផងបើត្រួយការម្ដងចាំហូតកាប់អ្នកអាងកុំប្រញាប់ហូតមើលបើហូតលោព្រើលសក់ទៅវិញមិនចុះទេដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំបើគុំតែខែនេះក្រាមកអូបណាស់គុំអីខ្ញុំមិនដូរទេអាខូចក៏ប្រគល់ពាងអាចទៅឲ្យអាខើហើយហាមថាផ្អកខ្ញុំក៏នឹងដែរដល់ពេលស៊ីចាំបើយកមកចំហុយកុំអាវបើមើលក្រែងវាស្អុយរនបែងក្រែងវាស្អុយខ្មោះស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់នឹកឃើញជីឌូនជីតាបានតែខ្វះស៊ីឆាវអ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួនហើយទឿនប្រពន្ធថាតណ្ដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខិលថាដូរដាវគេថាផ្អកចាវឆ្ងាញ់ពិសាណាស់ប្រពន្ធក៏ពេញចិត្តនឹកថាប្តីចេះធ្វើកំបិតដូរផ្អកស្ទុះថែតទៅលាងចានដួសបាយហើយកាន់កំបិតយ៉ាងកំរើក៏កិលទៅចិត្តពាងផ្អកយកកំបិតកោះអាចលាក់នោះបើកឡាមហើយលូកបាយមួយក្តាប់ដាក់ផ្លាប់ទៅក្នុងចានសល់នៅក្នុងដៃប៉ុន្មានក៏ដាក់ផ្លាប់ភ្លក់មើលងើបមុខឡើងលើថាយើផ្អកចាវអ្វីក៏ស្អុយដូចអាចគ្មានឆ្អឹងគ្មានសាច់កាខ្វេតកាខ្វក់ម៉ត់ផងយ៉ាងនឹងធួតផ្អកត្រីអ្វីប្តីថាក្រែងត្រីពោប្រពន្ធក៏លូកករាវរកក្បាលលូកបានពាក់កណ្ដាលអបអួរចង្អោជាង20វ៉កដឹងចាក់ជាអាចមិនមែនផ្អកមកបន្ទោសទៅម្ចាស់ដារឹមឆ្អើមលេបៃមិនរួចនិយាយពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពាងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវិចារៈស្លឹកគ្រៃកន្ត្រាក់ដាវនោះលោតទៅដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដកដាវហោតខ្វាច់ឃើញផ្លែដាវនេះខ្លីកំបិចកិច្ចឡើងទៅលើផ្ទះបង្ហាញប្រពន្ធមើលសាយទាំងពីរនាក់សាយហើយប្រាប់ប្រពន្ធថាប្រាជ្ញអានេះស្មើនឹងអញទៅបបួលវាធ្វើសម្លាញ់គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយលូទៅប្រទះនឹងអាខិលដែលពីនាយសើចប្រព្រាយនិយាយសួរថាឯងទៅណាអាខិលឆ្លើយថាអញមកសុំឯងធ្វើសម្លាញ់អាមួយក៏ថាអញមកសុំឯងធ្វើក្លឿដែរហើយក៏សុកចិត្តដើរពីរនាក់ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជរាឈឺស្លាប់គេដាក់ក្នុងក្តារមឈរបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាវេលានោះអាទាំងពីរសើបសួរអ្នកដើរខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់អាទាំងពីរគិតគ្នាថាឯងត្រូវក្លែងសម្បត្តិមួយច្បាប់ទៅប្រាប់គេថាមហាសេដ្ឋីឲ្យមកយកទ្រព្យអញបន្លំលឹបចូលដេកក្នុងមឈរស្ទីនឹងអញឯងអាមួយក៏ទៅបន្លំដេកដោយគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដងទៅបិទភ្នែកខំសម្លឹងប្រាំងឈ្ងោកមើលក្រាំងសូត្រប្រធរកូនចៅតូចធំរវល់ទៅយំសោកអាខូចក្រៅកដាបានធ្វើសម្បត្តិក្លែងកាន់ដើរទៅសម្ដែងសូត្រឲ្យគេស្ដាប់ថាសម្បត្តិពីមហាសេដ្ឋីមកប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធរឥឡូវឪពុកជរាហើយកូនអើយចូលទៅយកទ្រព្យប្រវាស់ទុកចាយឲ្យសប្បាយចិត្តចោះកូនចៅប្រុសស្រីគេមិនសុខចិត្តព្រោះត្បិតគ្មានត្រាគ្មានហត្ថលេខាមហាសេដ្ឋីអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅឲ្យទៅសួរលោកចោះបើលោកស្ទីនោះខ្ញុំត្រង់ពិតបើលោកស្ងៀមនោះខ្ញុំក្លែងបឆោតទេកូនសេដ្ឋីស្ទុះភ្លាមទៅស្រែកឲ្យឪពុកអាខិលឆ្លើយថាអើកូនសួរថា
ឪពុកបានឲ្យកូនធំមកយកទ្រព្យមែនឬអាខិលឆ្លើយថាកូនឯងឈ្មោះអាខូតវាមកហើយឬកូនឆ្លើយថាទាំងប្រូស្មកហើយអាខិលថាមើលយករទេះមួយធំក្របីមួយនំទឹមរទេះនោះហើយយកមៀប្រាស់កែវកោនសម្ពុតអាវវល់ផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអូសរួយប៉ុណ្ណាឲ្យវាយកចោះកូនចៅប្រុសស្រីចាញ់ឧបាយកលអាខិលអាខូចក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ទីហើយអស្ចារ្យឥឡូវនឹងបើកក្តារឲ្យច្បាស់ចាស់ហាមប្រាមថាមើលមុខខ្មោចមិនបានខ្លាចដេកយកមកមើលម៉ាយម្ល៉េះហើយក៏ជាជាក់យកសម្ពុតអាយស្លៀកពាក់និងកន្ទេលពុកខ្នល់ខ្នើយហើយថែមតុកថាសចានល្អអំបិលប្រហុក4ក្រឡាអង្ករ5ការុងដាក់ភ្លុកទៅឲ្យអាខិលអាខូចបង្វិលរទេះមួយធំចជែកយំទឹកភ្នែកឲ្យដល់ខឹងនឹងបញ្ឆោតទាំងស្រីប្រុសហើយក៏ដឹកក្របីមួយនំទឹមរទេះប្រគល់ទៅឲ្យអាខូចអានោះត្រេកអរឡើងបរទេះចេញទៅអ្នកទាំងអស់ដែលនៅតែជ្រួលមិនស្រួលចិត្តព្រោះត្បិតខឹងនឹងស្ដាយអាខិលលួយមើលនាយណាយលប់ចេញព្រិចរត់តាមទៅបន្តិចក៏ទាន់រទេះហើយនិយាយគ្នាថាយើងបានទ្របរបស់តែទាស់ឃ្លានបាយបើជប់បណ្ដាំបាយនៅរៀងអាយក្រែងមិនស្ងាត់ខ្លាយចៅតាមមកផ្លាន់យកទ្របមួយរទេះបើដូច្នេះឯងជប់ចាំអញទៅសុំបាយគេខ្លោយកមកឲ្យឯងអាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកលាយបាយឲ្យពលស្លាប់អន្តរាយនិងយកទ្របរបស់នោះតែម្នាក់ឯងអាមួយនៃចាំរទេះក៏ធ្វើខ្នាដាក់ស្ទាក់ផ្លូវបំរុងឯត្រូវអានោះស្លាប់និងយកទ្រព្យរបស់តែម្នាក់ឯងដែរពេលលានោះអាមួយទៅសុំបាយគេស៊ីហើយសុំមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកសឹកជែកខ្ពតឲ្យមានទាំងត្រីអាំងផងអានោះក៏លាគេដើរចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងឯក៏ត្រូវនឹងខ្នានោះស្លាប់អាមួយដើរប្រញាប់ចាប់បាយស៊ីមិនដឹងថាមានថ្នាំពុលក៏ពុលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អស់រទេះចូលក្នុងព្រៃរទេះរតាកទៅជ្រកនឹងទឹកត្រពាំងដាច់ខ្សែទៀមដេកត្រាំទឹកនៅទីនោះទៅដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអថាឯងអ្នកក្រមិនដាល់ប្រទះទ្រព្យច្រើនដូចនេះទេដូច្នេះបើឡាយលេចយកទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃចងក្របីច្បាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍មាយាទកពុនដោយគិតថាបើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទុកជារបស់ខ្លួនបើនិយាយអ្វីមិនជ័យលឹកនឹងយករបស់ទាំងនោះទៅជូនរាជការផែនដីប្រយោជន៍ដើម្បីឲ្យសុខខ្លួនគិតហើយទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាអញជួឯកមិញមានសត្វក្អែកមួយហើរចេញពីខ្ទេចតែអញអាណិតបិទមាត់ឲ្យឈឹងគង់ឲ្យនរណាគេដឹងមួយជាពីរបើចូលត្រជាគេវាបែកការអាក្រក់ណាស់កើតមានជំនុំជម្រះសួយទៅសួរមកហើយគ្មានទាំងសាក់សៃបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬក៏យកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថា